សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះយើងជួបគ្នានៅភាគទី7មុនស្នេហ៍អ្នកម៉ាក់កូនមួយនៅវគ្គនេះលោកស៊ីកំពុងតែចូលក្លឹបឈឺចិត្តស្អិតទ្រូងណាផឹកដោយសារតែអូនព្រោះថាអូនឈប់ធ្វើការងារអញ្ចឹងហើយក៏ក្នុងចិត្តនឹងមិនស្ងប់ទេអត់ចង់ឲ្យគេឈប់ប៉ុន្តែអត់មានណាឆ្ងល់អញ្ចេះអ្នកទាំងអស់គ្នាបើស្រឡាញ់គេហេតុអីចាំបាច់មាត់រឹងធ្វើចរិតប្រុសស្អាតធ្វើអីមិនក៏មិនព្រមសារភាពប្រាប់គេទៅនឹងឯងសំតអត់មែនឥឡូវនេះណាកំពុងផឹកបណ្ដើអីបណ្ដើហ្នឹងក៏ទាញទូរស័ព្ទដៃហ្នឹងឆាតទៅកាន់ស៊ីនៀនសរសេរចុះសរសេរឡើងហ្នឹងក៏លុបវិញសរសេរហើយសរសេរទៀតរបៀបថារៀបរាប់មិនត្រូវក្នុងចិត្តម្ដងចង់សរសេរអញ្ចេះម្ដងចង់សរសេរអញ្ចោះណាហ្នឹងហើយអញ្ចឹងចុងក្រោយហ្នឹងក៏សម្រេចថាអត់សរសេរទេផ្ញើ location ហ្នឹងតើឲ្យស៊ីនៀនហើយសរសេរពាក្យចុងក្រោយតែមួយម៉ាត់ទេថាឆាប់មករកខ្ញុំនៅទីនេះឲ្យលឿនបោះទូរស័ព្ទចោលព្រុសហ្នឹងហើយព្រោះថាក្នុងចិត្តនឹងច្បុកច្បល់ខ្លាំងណាស់លើកស្រានឹងអកទៀតហើយតែបើថាពិបាកពេកស៊ីនៀនអត់នៅហៅអេដមីនទៅកំដរបានណាលោកស៊ីបយានកុំឲ្យពិបាកចិត្តខ្លាំងមុំពេកធ្វើចរិតប្រុសស្អាតបន្តទៀតទៅប្រយ័ត្នអត់តែគេព្រមស្ម័គ្រចិត្តទទួលយកស្នេហាពីលូយិនសេនឹងពិបាកលើឥឡូវនេះស៊ីនៀនណាកំពុងតែឈឺហើយអ្នកទាំងអស់គ្នាព្រោះថាត្រូវទឹកភ្លៀងផងឈឺចាប់ស្អិតទ្រូងផងក៏កំពុងតែឈឺក្បាលក្តៅខ្លួនណាប៉ុន្តែលើកទូរស័ព្ទមើលទៅឃើញឆាតរបស់លោកស៊ីហើយពិនិត្យមើលទីតាំងទៅគឺនៅ KTV អញ្ចឹងក៏បារម្ភគេដែរប្រហែលជាដូចថាគិតថាប្រហែលលោកស៊ីមានរឿងអីមានបញ្ហាអីអញ្ចឹងណាស៊ីនៀនណាមើលឆាតហើយក៏គិតខ្លួនឯងបណ្ដាថាលោកស៊ីមិនធ្លាប់ជាមនុស្សដែលចូលចិត្តទៅ KTV ទេហើយក៏មិនមែនជាមនុស្សដែលសុកឆាតមកនឹងផ្ញើទីតាំងអីមកអញ្ចឹងដែរតិចមានរឿងអីទៅចំណែកឲ្យកូនចៅឯនេះវិញនៅមិនសុកទេព្រោះថាឃើញចវាយនឹងផឹកខុសធម្មតាក៏អញ្ចឹងក៏បានទេទៅឈៀងរូអានប្រាប់ថាមកជួយមើលលោកស៊ីផងមិនដឹងថាកើតអីទេលោកស៊ីផឹកច្រើនណាស់នៅ KTV រូអានទទួលហើយក៏បាននិយាយថាខ្ញុំទៅឥឡូវហើយស៊ីនៀនឯនេះវិញចិត្តមិនដាច់ទេទៅទាំងឈឺខំពាក់ស្បែកជើងផងខំទេផងណានឹងហើយត្រូវទៅជួបលោកស៊ីហើយលូយុនសេនក៏បានដើរមកឃើញស៊ីនៀនបញ្ញាប់បញ្ញាល់អញ្ចឹងក៏សួរថានាងទៅណាស៊ីនៀនហ្នឹងក៏និយាយថាខ្ញុំទៅជួបលោកស៊ីមិនដឹងមានរឿងអីទេលោកស៊ីបាយជាទៅ KTV ហើយគីឡូថាខ្លាចមានរឿងអីលូយុនសេនថាចាំខ្ញុំជូនទៅអញ្ចឹងព្រោះថានាងកំពុងតែឈឺផងមិនអាចទៅម្នាក់ឯងបានទេនៅពេលនោះណាស៊ីនៀនក៏បានមកដល់ KTV នឹងហើយក៏ប្រាប់លូយុនសេនថាលោកនៅចាំដល់ថ្ងៃខ្ញុំចូលទៅខាងក្នុងតើមើលថាតើមានរឿងអីកើតឡើងចំពោះលោកស៊ីអីអញ្ចឹងណាហ្នឹងហើយលូយុនសេនក៏លេចទៅក៏ឃើញឈៀងរូអានមកដែរហើយក៏ឆ្ងល់ក្នុងចិត្តទៀតថាគេមានរឿងអីអញ្ចេះបានជាស៊ីនៀនក៏មកទីនេះរូអានក៏មកទីនេះស៊ីនៀនក៏ដើរទៅជួបជាមួយនឹងកូនចៅរបស់លោកស៊ីកូនចៅក៏និយាយថាអ្នកនាងមកទីនេះធ្វើអីដែរហើយស៊ីនៀនក៏សួរថាលោកស៊ីនៅឯណាក៏ចង្អុលប្រាប់ថានៅខាងក្នុងនៅពេលហ្នឹងអាតេះភ្លើងបុកគ្នាអ្នកទាំងអស់គ្នាគឺស៊ីនៀនក៏មកកន្លែងលោកស៊ីរូអានក៏មករកលោកស៊ីដែរអញ្ចឹងហើយស៊ីនៀនគឺផ្លាច់អារម្មណ៍ខ្លាំងមែនតែនផ្លាច់អារម្មណ៍ហើយក៏មិននឹកស្មានថាឈៀងរូអានបែរជាស្គាល់លោកស៊ីដែរនៅកន្លែងហ្នឹងបែកការអ្នកទាំងអស់គ្នាគឺបែកការតែម្ដងដោយសារតែឈៀងរូអានតាំងពីដើមមកគឺខំលាក់បាំងជាមួយនឹងស៊ីនៀនអត់ចង់ប្រាប់រឿងនឹងទេថាខ្លួនឯងបន្លំខ្លួនធ្វើជាស៊ីនៀននៅផ្ទះរបស់លោកស៊ីនៅពេលនោះរូអានក៏និយាយប្រាប់កូនចៅលោកស៊ីថាលោកចេញទៅក្រៅទៅខ្ញុំមានរឿងត្រូវនិយាយជាមួយនឹងស៊ីនៀនបន្តិចស៊ីនៀនណាគឺខឹងហ្មងក៏បានសួរទៅរូអានថានាងថាឯងចាប់ផ្ដើមលាក់ខ្ញុំតាំងពីពេលណាចាប់ផ្ដើមនៅជាមួយនឹងលោកស៊ីតាំងពីពេលណារូអានក៏បាននិយាយសុំវរទៅដល់ស៊ីនៀនថាស៊ីនៀនឯងស្ដាប់ខ្ញុំសិនខ្ញុំហើយនឹងលោកស៊ីគឺមានទំនាក់ទំនងនឹងគ្នាលោកស៊ីបានហៅខ្ញុំឲ្យទៅនៅក្នុងផ្ទះវិឡាទំនើបអីអញ្ចឹងណាស៊ីនៀនថាឯងជាមិត្តខ្ញុំឬអត់ហេតុអីបានជាឯងមានរឿងលាក់បាំងជាមួយខ្ញុំ
ហេតុអីឯងមានតំណែងតំណងអីជាមួយនឹងស៊ីប៉ាយានឯងមិនប្រាប់ទាំងដឹងថាខ្ញុំនឹងស៊ីប៉ាយានគឺជាគូស្នេហ៍នឹងគ្នាគឺជាប៉ាកូនជាមួយនឹងគ្នាហេតុអីបានជាឯងធ្វើអញ្ចឹងទៅរួចរូអានក៏និយាយថាស៊ីនៀនឯងបានមកដល់ចំណុចនេះហើយឯងមានកូនមួយហើយអញ្ចឹងទុកផ្លូវឲ្យខ្ញុំផងខ្ញុំស្រឡាញ់ស៊ីប៉ាយានយូរហើយម្យ៉ាងទៀតទម្រាំតែខ្ញុំអាចមកដល់ចំណុចនេះបានគឺខំប្រឹងប្រែងណាស់ឯងនិងខ្ញុំគឺជាក្មេងដែលចេញពីកុមារកំព្រាដូចគ្នាអញ្ចឹងបើសិនជាបំណាច់ថាលោកស៊ីមិនដឹងថាឯងមានកូនជាមួយគាត់ហើយសូមជួយលក្ខការនឹងបន្តទៀតទៅស៊ីនៀនគឺខឹងខ្លាំងមែនតើថាអត់ទេខ្ញុំត្រូវតែបើកត្រូវតែនិយាយការពិតហើយព្យាយាមអូសដៃរូអាននឹងចូលទៅជួបជាមួយនឹងលោកស៊ីអញ្ចឹងណាតែរូអានព្យាយាមលន់តួស៊ីនៀនខ្លាំងមែនតើក៏បាននិយាយថាស៊ីនៀនឯងគឺជាមិត្តដ៏ល្អរបស់ខ្ញុំសូមវល់ឯងចុះខ្ញុំមានតែលោកស៊ីហើយក៏មានឱកាសតែម្ដងនឹងទេបើសិនជាលោកស៊ីដឹងការពិតថាខ្ញុំកុហកគាត់ខ្ញុំប្រកាសជាត្រូវខ្ចាត់ខ្ចាយហើយប្រកាសជាគ្មានអីទីពឹងទេឯងដឹងស្រាប់ហើយថាខ្ញុំគ្មានការងារធ្វើល្អហើយឯងមានការងារមានប្រាក់ខែខ្ពស់ឯងអាចចិញ្ចឹមកូនរបស់ឯងបានអាចមើលថែកូនរបស់ឯងបានហើយខ្ញុំមានតែម្នាក់ឯងទេសូមឯងយល់ចិត្តខ្ញុំផងស៊ីនៀនហួសចិត្តខ្លាំងមែនតែនក៏និយាយថារូអានហេតុអីបានជាឯងវង្វេងដល់ថ្នាក់នឹងឯងចង់បានខ្ពស់ឯងចង់បានល្អប៉ុន្តែឯងបែរជាធ្វើបាបចិត្តរបស់មិត្តខ្លួនឯងរូអានក៏និយាយថាខ្ញុំមិនដែលធ្វើបាបឯងម្ដងណាទេប៉ុន្តែលើកនេះខ្ញុំសុំពីព្រោះថាឱកាសคล้ายជាលោកស្រីរបស់តកូលស៊ីប៉ាយានគឺខ្ញុំចិត្តបានសម្រេចហើយសូមឯងជួយលក្ខការបន្តទៀតទៅណាសូមឯងយល់ពីយើងដែលធ្លាប់ជាមិត្តជាមួយគ្នាតាំងពីតូចមកខ្ញុំនៅពេលដែលខ្ញុំបានខ្ពស់តដែលទៅមុខហើយខ្ញុំនឹងជួយឯងបើសិនជាឯងចង់បានអីឯងអាចប្រាប់ខ្ញុំបានខ្ញុំមិនទុកឯងចោលនោះទេរូអានគឺព្យាយាមវល់លន់តួស៊ីនៀនខ្លាំងមែនតើណាពីព្រោះថានៅពេលដែលស៊ីនៀនប្រាប់ការពិតទាំងអស់គ្រប់យ៉ាងនឹងត្រូវរលាយហើយស៊ីនៀនគឺចង់ដួលផងអីផងព្រោះថាកំពុងតែឈឺហើយមកជួបរឿងអញ្ចឹងទៀតគឺខកចិត្តកាន់តែខ្លាំងឡើងហើយនិយាយបណ្ដើងក៏ស្លាប់ទៅដួលស្លាប់តែម្ដងណាពេលនោះលូយុនសេនក៏ស្ទុះមកវឹងហើយក៏បានសួរថានាងធ្វើស្អីស៊ីនៀនបានជានាងដួលអីអញ្ចឹងណាហ្នឹងហើយស៊ីប៉ាយាននៅខាងក្នុងហ្នឹងក៏រៀងស្ដាប់ឮខ្លះដែរនៅទាំងអស់គ្នាក៏បានស្ទុះងើបចេញមកប៉ុន្តែអត់ទាន់បានឃើញស៊ីនៀននៅឡើយទេហើយលូយុនសេនក៏បានលើកតកងស៊ីនៀននឹង3ក៏ប្រាប់ថានាងធ្វើអីស៊ីនៀនបើសិនជាប៉ះពាល់អារម្មណ៍ស៊ីនៀនអីឬមួយក៏ធ្វើឲ្យស៊ីនៀនមិនសប្បាយចិត្តកុំសង្ឃឹមថាខ្ញុំលើកលែងឲ្យសោះនៅពេលនោះស៊ីប៉ាយានណាបើកទ្វារមករៀបនឹងឃើញស៊ីនៀនហើយហ្នឹងក៏បង្វៀងទៅបាត់ទៅលូយុនសេនក៏បាន3ស៊ីនៀនទៅបាត់ទៅហើយរូអានណាក៏បានស្ទុះវឹងទៅសួរលោកស៊ីថាលោកស៊ីកើតអីហើយស៊ីប៉ាយានថាមិញនេះអ្នកណាគេរូអានក៏និយាយថាលូយុនសេនបាន3ស៊ីនៀនទៅបាត់ហើយអញ្ចឹងធ្វើឲ្យលោកស៊ីនឹងកាន់តែក្រំគ្រាទៀតហើយព្រោះថារូអានបាននិយាយប្រាប់ថាលូយុនសេនណាមើលទៅគឺស្រឡាញ់ស៊ីនៀនខ្លាំងណាស់ស្រឡាញ់ស៊ីនៀនហើយស៊ីនៀនអត់ស្រួលខ្លួនក៏3ស៊ីនៀនបាត់ទៅលោកស៊ីក្តៅឆេវ100អង្សាណាក៏ស្ទុះទៅសឹងថាស្ទុះទៅវឹងហ្មងប៉ុន្តែនៅពេលហ្នឹងរូអាននិយាយខាត់តែខាត់អត់ឈ្នះទេអ្នកទាំងអស់គ្នាប្រលេះដៃរូអានហើយក៏ដើរចេញទៅវឹងរូអានហ្នឹងក៏និយាយក្នុងចិត្តខ្លួនឯងថាស៊ីនៀនហេតុអីនាងធ្វើអីក៏នាងតែងតែមានសំណាងរហូតអញ្ចឹងនាងតែងតែមានមនុស្សចាំគាំទ្រឲ្យមនុស្សស្រឡាញ់នាងរហូតចំណែកខ្ញុំគឺខំប្រឹងយ៉ាងណាក៏អត់ដែរឥឡូវនេះស៊ីនៀនបានមកដល់ផ្ទះហើយលូយុនសេនបាននាំមកវិញដោយស៊ីនៀននឹងកំពុងតែពិបាកចិត្តក្រំចិត្តកាន់តែខ្លាំងឡើងហើយព្រោះថាទៅតែឈប់ពីការងារមិនបានប្រមាណផងឥឡូវនេះមកដឹងរឿងការពិត
ដែលរឿងនេះគឺធ្វើឲ្យស៊ីនៀននឹងទទួលយកអត់បានទេអ្នកទាំងអស់គ្នាព្រោះថារូអានដែលជាមិត្តសម្លាញ់នឹងបានបន្លំខ្លួនឯងនឹងធ្វើជាម្ចាស់ខ្សែដៃដោយប្រាប់លោកស៊ីថាជាម្ចាស់ខ្សែដៃណាអញ្ចឹងទៅលោកស៊ីក៏ព្រមទទួលស្គាល់ឲ្យទៅនៅវិឡាទំនើបនឹងដោយគិតថាព្រមទទួលមើលថែព្រោះថាកាលពី6ឆ្នាំមុនធ្វើទង្វើមិនល្អអីដាក់អីអញ្ចឹងណាប៉ុន្តែលោកស៊ីនឹងនៅតែគិតថាស៊ីនៀនគឺជាមនុស្សម្នាក់ដែលធ្លាប់ស្គាល់ពីមុនមកតែគាត់មិនទាន់បានដឹងច្បាស់ដោយសារតែមិនចងចាំដូចស៊ីនៀនណាហើយស៊ីនៀនក៏បាននិយាយថានិយាយគ្រប់បែបយ៉ាងទាំងអស់អំពីរឿងហេតុដែលរូអាននឹងបានធ្វើរឿងអីខ្លះចំពោះនាងណានិយាយប្រាប់លូយុនសេនណាក៏បាននិយាយថាបើអញ្ចឹងនាងគួរតែនិយាយការពិតគ្រប់យ៉ាងប្រាប់ទៅលោកស៊ីទៅពីព្រោះថាបើសិនជាមិននិយាយទេសៀវឆឹងគឺគ្មានអនាគតល្អទេហើយសៀវឆឹងក៏ត្រូវការភាពកក់ក្ដៅពីប៉ាដែរលូយុនសេនលើកទឹកចិត្តទៅកាន់ស៊ីនៀនឲ្យនិយាយប្រាប់គ្រប់យ៉ាងអត់មានសរសើរលូយុនសេនមែនតើអ្នកទាំងអស់គ្នាមនុស្សប្រុសដែលយកចិត្តទុកដាក់ដែលខំជួយមើលថែនិយាយទៅទោះបីស្រឡាញ់គេខ្លាំងប៉ុណ្ណាគេប្រាប់ថាត្រឹមជាមិត្តភក្តិក៏នៅតែទទួលយកបានណាគឺកម្រមានមនុស្សប្រុសបែបហ្នឹងណាហើយឥឡូវនេះយុនសេនហើយស៊ីនៀននឹងគឺបានមកដល់ក្រុមហ៊ុនលោកស៊ីហើយបានជួបជាមួយនឹងជំនួយការរបស់លោកស៊ីបាននិយាយគ្នាទៅក៏សួរថាលោកស៊ីនៅឯណាជំនួយការនឹងក៏បានប្រាប់ថាលោកស៊ីនៅខាងក្នុងនឹងឯងអញ្ចឹងក៏ស៊ីនៀនហើយនឹងលូយុនសេនបានដើរចូលទៅខាងក្នុងដើម្បីមកនឹងគឺក្នុងគោលបំណងនិយាយការពិតរឿងរ៉ាវនឹងប្រាប់ទៅកាន់លោកស៊ីគ្រប់យ៉ាងដល់ឡែកលោកស៊ីឯនេះវិញនៅពេលដែលកលេចទៅឃើញស៊ីនៀនកំពុងតែអង្គុយរងចាំមកហើយសម័យឃើញលូយុនសេននឹង3តកងទៀតអូនិយាយពីថាក្នុងចិត្តនឹងអត់តន់បានតិចទេនៅងុំនៅឡើយអញ្ចឹងក៏ប្រាប់ទៅកាន់កូនចៅថាខ្ញុំមិននៅទេអត់ចង់ជួបជាមួយនឹងស៊ីនៀនណាហើយកូនចៅក៏និយាយថាក្រែងលោថាស៊ីនៀនចង់និយាយរឿងអីជាមួយលោកស៊ីទៅដឹងអីអញ្ចឹងលោកគួរតែទៅជួបនាងទៅនៅពេលនោះណាលោកស៊ីគឺនិយាយបណ្ដើនឹងដោះសារមិនចង់ជួបឯព្រោះដោយសារតែឃើញលូយុនសេននឹងនិយាយកំពុងតែអង្គុយនិយាយលោកអឿនជាមួយស៊ីនៀនប៉ុន្តែចុះឡើងនឹងក៏ប្រាប់កូនចៅឲ្យទៅហៅស៊ីនៀននឹងចូលទៅខាងក្នុងតែម្នាក់ឯងអត់ឲ្យលូយុនសេននឹងចូលទៅដែរទេជំនួយការរបស់លោកស៊ីនឹងក៏ប្រាប់ថាអ្នកនាងអាចចូលទៅខាងក្នុងបានប៉ុន្តែទៅតែម្នាក់ទេនឹងឯងអញ្ចឹងក៏លូយុនសេននឹងអង្គុយចាំស៊ីនៀនខាងក្រៅនឹងឯងដោយដើរចូលទៅក្នុងជួបជាមួយនឹងលោកស៊ីហើយជំនួយការក៏ប្រាប់ថាអ្នកនាងអង្គុយចាំលោកស៊ីនឹងសិនទៅបន្តិចទៀតហ្នឹងគាត់ចេញមកហើយស៊ីនៀនមកអង្គុយចាំលោកស៊ីដើម្បីប្រាប់ការពិតប៉ុន្តែនៅក្នុងចិត្តហ្នឹងក៏រៀងពិបាកដែរដោយសារតែទី1គិតថាលោកស៊ីហ្នឹងគឺមានគូដណ្ដឹងហើយដែលឈៀងរូអានជាមិត្តភក្តិហ្នឹងនឹងថ្ងៃមួយទៀតក៏គិតថាចង់ឲ្យកូននឹងបានជួបប៉ាហើយចង់លាតត្រដាងការពិតដើម្បីកុំឲ្យមានមន្ទិលសង្ស័យនៅក្នុងចិត្តណានឹងហើយកលេចទៅឃើញលោកស៊ីហើយឥឡូវនេះអ្នកទាំងពីរគឺបានមកអង្គុយទល់មុខគ្នានិយាយគ្នាហើយនិយាយគ្នាមិនទាន់ទាំងបានប្រមាណផងអ្នកទាំងអស់គ្នាអើយគិតទៅមានមាជ្រែកឲ្យទាល់តែបានគឺឈៀងរូអាននឹងមកជួបទៀតមកជួបហើយយកបាយយកអីធ្វើជាមកល្អអឿនជាមួយនឹងស៊ីប៉ាយៀនអញ្ចឹងណាហ្នឹងហើយរបៀបថាងធ្វើជាមិត្តស្រីដ៏ល្អរបស់ស៊ីប៉ាយៀនយកបាយខ្ចប់អីមកហើយបើកឲ្យលោកស៊ីមើលថាងលោកស៊ីមិនសូវបានញ៉ាំអាហារអីច្រើនទេមួយរយៈនេះស្គមណាស់ញ៉ាំអត់សូវបានទេអញ្ចឹងខ្ញុំក៏បានធ្វើអាហារពីផ្ទះមកយ៉ាងសម្រិតសម្រាំងជូនលោកស៊ីនិយាយចុះឡើងហ្នឹងក៏បាននិយាយថាខ្ញុំមានរឿងចង់និយាយជាមួយនឹងស៊ីនៀនបន្តិចលោកស៊ីសុំអនុញ្ញាតបានទេនឹងថ្ងៃអញ្ចឹងក៏រូអានហ្នឹងក៏បានសុំស៊ីនៀនហ្នឹងទៅនិយាយគ្នាមួយផ្លែតព្រោះថាដឹងថាស៊ីនៀនមកក្នុងថ្ងៃនេះគឺប្រាប់ការពិតដល់លោកស៊ីអញ្ចឹងឲ្យស្កាត់ឲ្យហើយរូអានល្បិចណាអ្នកទាំងអស់គ្នាជាមិត្តគេហៅថាមិត្តពុះវែក
នឹងថ្ងៃឥឡូវនេះមកនិយាយជាមួយនឹងស៊ីនៀនnàyហើយស៊ីនៀននឹងអត់ចង់និយាយជាមួយទេប៉ុន្តែឥឡូវនឹងប្រើក្បាច់សម្រក់ទឹកភ្នែកលុនតួស៊ីនៀនទៀតហើយស៊ីនៀនណាគឺធុញទ្រាន់នឹងការលុនតួរបស់រូអានណាដែលធ្វើជាសម្រក់ទឹកភ្នែកអីអញ្ចឹងទាំងមិនយល់ពីអារម្មណ៍មិត្តភក្តិណាតែរូអានអត់ខ្វល់ទេនៅតែលុនតួថាស៊ីនៀនអើយអាណិតខ្ញុំផងទៅព្រោះថាខ្ញុំមានផ្លូវតែមួយនឹងគត់ដែលអាចឲ្យជីវិតខ្ញុំភ្លឺថ្លាបានអញ្ចឹងសុំវ៉ឯងកុំប្រាប់ការពិតដល់លោកស៊ីអីខ្ញុំសុំវ៉ឯងដឹងអត់ថាលោកស៊ីឥឡូវហ្នឹងគាត់ផ្ដល់ក្តីស្រឡាញ់ឲ្យខ្ញុំច្រើនណាស់ពីមុនគាត់មិនដែលលួងលោមខ្ញុំមិនដែលអោបខ្ញុំលួងខ្ញុំឲ្យខ្ញុំគេងទេឥឡូវហ្នឹងនៅពេលដែលខ្ញុំគេងមិនលក់ខ្ញុំមិនសប្បាយចិត្តគាត់ចេះលួងលោមគាត់ចេះបារម្ភហើយខ្ញុំមិនដែលទទួលបានអារម្មណ៍ល្អបែបហ្នឹងភាពកក់ក្ដៅបែបហ្នឹងពីលោកស៊ីទេឥឡូវនេះគាត់ចាប់ផ្ដើមមានចិត្តមកលើខ្ញុំហើយអញ្ចឹងឯងគួរតែផ្ដល់ឱកាសនេះបន្តទៀតឲ្យខ្ញុំទៅបានអត់សុំវ៉ឯងចុះណាស៊ីនៀនរូអានណាគឺប្រើគ្រប់ស្នៀតហ្មងអ្នកទាំងអស់គ្នាធ្វើម៉េចឲ្យតែស៊ីនៀននឹងកុំប្រាប់ការពិតទៅដល់លោកស៊ីនៀនណាក្តាប់ដៃផងអីផងធុញទ្រាន់នឹងការនិយាយដែលល្បិចកលរបស់រូអានណាព្រោះថាស៊ីនៀនមានកូនហើយក៏ជាមនុស្សម្នាក់ដែលជាប្តីប្រពន្ធពិតប្រកបប៉ាកូនពិតប្រកបជាមួយនឹងលោកស៊ីប៉ុន្តែមិត្តភក្តិពុះវែកហ្នឹងគឺមិនយល់ពីអារម្មណ៍មិត្តណាដោយរូអានហ្នឹងគឺបានប្រាប់ឲ្យស៊ីនៀនហ្នឹងចាក់ចេញពីលោកស៊ីទៅសំបឲ្យស៊ីនៀនចាក់ចេញទៅហើយស៊ីនៀនហ្នឹងក៏ក្តៅចិត្តខ្លាំងពេកក៏និយាយថារូអានចាប់ពីពេលនេះទៅខ្ញុំនឹងឯងលែងពាក់ព័ន្ធអីនឹងគ្នាទៀតហើយមិនថាឯងមានរឿងអីឯងកើតអីសូមឯងទទួលយកខ្លួនឯងទៅនិយាយឲ្យស៊ីនៀនហ្នឹងក៏បានដើរចេញទៅទាំងឈឺចាប់អ្នកទាំងអស់គ្នាហើយរូអាននេះវិញណាមើលទៅគ្មានឈឺចាប់អីបន្តិចទេមានតែសុបាយចិត្តគ្មានគិតអំពីមិត្តភាពអីទេនៅពេលដែលបាននិយាយសម្រេចជាមួយនឹងស៊ីនៀនហើយអញ្ចឹងណានៅពេលដែលចេញមកវិញណាលោកយុនសេនក៏បានសួរស៊ីនៀនថាកើតអីអត់ស៊ីនៀនថាខ្ញុំមិនកើតអីទេនិយាយអញ្ចឹងលោកយុនសេនលោកមិនបាច់ជូនខ្ញុំទេខ្ញុំទៅខ្លួនឯងបានហើយខ្ញុំមានកម្រងសម្រាប់រយៈពេលវែងអញ្ចឹងហើយលោកមិនចាំបាច់លំបាកទេយើងនឹងជួបគ្នានៅពេលណាមួយសម្រាប់ថាអញ្ចឹងចុះណានិយាយហើយស៊ីនៀនក៏ដើរចេញទៅចាបងប្អូនទាំងអស់គ្នាឥឡូវនេះភាគទី7របស់យើងក៏បានបញ្ចប់ត្រឹមនេះហើយ